បងប្អូនណានៅក្នុងបឹងដ៏ធំទូលាយមួយមានសត្វជាច្រើនរស់នៅហើយក៏មានក្រពើជាច្រើនរស់នៅផងដែរក្នុងចំណោមសត្វទាំងនោះមានក្រពើមួយបានជងមិត្តជាមួយនឹងកូនចាបល្អិតតូចមួយនៅពេលដែលក្រពើស៊ីឆ្អែតហើយវាក៏ទៅសម្ដិលហាលនៅលើគោកហើយហាមាត់របស់ខ្លួនដើម្បីឲ្យចាបល្អិតតូចនោះចូលទៅស៊ីចំណីដែលនៅជាប់នឹងកន្លាតធ្មេញរបស់វាជាប្រចាំវាជាការពិតណាស់ដែលថាក្រពើមិនដែលគិតចង់ធ្វើបាបសត្វចាបល្អិតតូចនោះសោះឡើយព្រោះវាជាសត្វដែលចេះអត់ឱនស្លូតបូតនិងគួរឲ្យស្រឡាញ់ជាទីបំផុតមានថ្ងៃមួយក្រោយពីស៊ីចំណីឆ្អែតក្រពើក៏ឡើងទៅសម្ដិលខ្លួនហើយហាមាត់ឲ្យចាបល្អិតតូចនោះចូលទៅស៊ីចំណីដូចសពដងស្រាប់តែមានសត្វចាប3ក្បាលផ្សេងទៀតដែលមាននិស្ស័យមិនល្អបានហើរចូលមកក្នុងមាត់ក្រពើនោះដែរពេលនោះក្រពើក៏មិនចង្អៀតចង្អល់ចិត្តអ្វីទេប៉ុន្តែចាបទាំង3នោះបែរជាបានចិត្តគ្មានក្រែងរឯងអ្វីស្រែកដេញគ្នាជជែកចចាចថែមទាំងជុះអាចដាក់មាត់ក្រពើទៀតផងដែលទោះបីជាសត្វចាបល្អិតខំប្រឹងដាស់តឿនយ៉ាងណាក៏វាមិនព្រមស្ដាប់ដែរក្រពើឃើញចាបទាំង3មាននិស្ស័យមិនល្អនិងមិនចេះក្រែងរឯងចិត្តអ្នកដទៃសោះទើបវាបិទមាត់សង្គ្របស៊ីជាអាហាររបស់វាទៅបងប្អូនណារឿងនេះចង់បង្ហាញថាអ្នកដែលមិនចេះខ្លាចក្រែងចិត្តអ្នកដទៃតែងតែមិនបានទទួលនៅសេចក្តីសន្តោសប្រុសប្រណីអ្វីឡើយ